សម្រាប់អ្នកអត់ចេះមើលឡានចំណុចទី1គឺយើងនិយាយទៅលើចំណុចបុកប៉ះបាទអញ្ចឹងចំណុចទី1យើងត្រូវមើលទៅលើគូខាងក្រោយកន្លែងទី1ឯកវ័យបាទគេហៅឯកវ័យហ្នឹងទី2គឺធ្នេរបស់ឡាននៃខាងក្រោយវាហ្នឹងបាទហើយយើងមើលខាងមុខផ្នែកខាងមុខគឺវាមើលទៅលើធ្នឹមសងខាងហ្នឹងបាទតើវាមានប៉ះពីកន្លែងណាអត់ព្រោះប៉ះពីវាមានស្នាមវាមានអីហើយបាទអញ្ចឹងកន្លែងហ្នឹងហើយនឹងទ្វារទាំង4នឹងទ្វារសងខាងចំណុចទី1ចំណុចទី2បងប្អូនទាំងអស់គ្នាត្រូវមើលអីដែលសំខាន់ហ្នឹងគឺបងប្អូនទាំងអស់គ្នាត្រូវមើលតើឆ្នាំឡានហ្នឹងមិនដែរមានដូរពណ៌មានដូរពណ៌ព្រោះឆ្នាំឡានខ្លះគេដូរពណ៌អញ្ចឹងបងប្អូនទាំងអស់គ្នាមើលមកយើងមើលដឹងទេអញ្ចឹងចំណុចដែលយើងត្រូវមើលតែដូរពណ៌វាច្រើនគេមើលទៅលើកន្លែងប្រដបសាំងបងប្អូនទាំងអស់គ្នាដោះកន្លែងប្រដបសាំងហ្នឹងចេញមកវាមានដែករង្វាន់មួយយើងដោះចេញមកយើងទាញអាកស៊ូនឹងចេញមកយើងឲ្យមើលទៅក្នុងបើសិនជាដូរពណ៌ឡានហ្នឹងបាញ់បានតែពីក្រៅទេបាទពីច្រើនវាបាញ់បានតែពីក្រៅទេបាញ់ដល់ក្នុងប្រដបសាំងហ្នឹងទេចំណុចទី2ចំណុចទី3ខ្ញុំចង់បងប្អូនទាំងអស់គ្នាមើលទៅលើបាតឡានថាវាមានជ្រេះមានពុកអត់ព្រោះកន្លែងសំខាន់មួយយ៉ាងដែរដោយសារតែយើងធ្វើដំណើរទៅឆ្ងាយឡានយើងជិះលាក់ក្លុកលាក់អីមកហ្នឹងគឺវាទៅហើយកន្លែងហ្នឹងដល់ហ្នឹងហើយណាមួយអាខាងក្រោមបានហ្នឹងបើតាមខ្ញុំហ្មងតែបាត់ផ្សំទិញឡានហ្មងគឺឡានតែមានជ្រេះបាតហ្នឹងគឺខ្ញុំអត់ទិញទេដោយសារតែវាពិបាកជួសជុលកន្លែងហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ច្បាស់ឡានទេបងប្អូនទាំងអស់គ្នាមានអ្នកទុកចិត្តមួយសម្រាប់មើលបាទឬក៏បងប្អូនទាំងអស់គ្នាអាចតាក់ទងមកខ្ញុំទៅជួយមើលឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចំណុចសំខាន់3ហ្នឹងខ្ញុំថាបងប្អូនទាំងអស់គ្នាបានយល់ខ្លះៗអំពីឡានបាទមុននឹងតិចអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយ